រឿងអ្នកតាកង្ហាដែកអ្នកតាកង្ហាដែកស្ថិតនៅលើភ្នំជីសូរសម័យមុនហៅថាភ្នំបារមីជីសូរបច្ចុប្បន្នហៅថាគិរីសោភ័ណ្ឌនៅសង្កាត់រវៀងស្រុកសំរោងខេត្តតាកែវអ្នកតានោះមានអាយុប្រមាណជាង1សតវត្សមកហើយបើគេឡើងទៅលើភ្នំតាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយឈ្មោះថាសែនមថលៈថ្មតាមចណ្ដាកាច់នោះឡើងទៅដល់ខាងលើត្រង់មាត់ទ្វារចូលទៅតាមកំពែងបន្ទាយសិលាទៅកាន់ប្រាសាទផ្លូវនោះបិទជិតគេត្រូវងាកឡើងទៅខាងឆ្វេងឬខាងស្ដាំទៅវិញត្រង់កន្លែងផ្លូវបុរាណនោះបានជាខ្ទមតាកង្ហាដែកទៅនៅលើកំពែងបន្ទាយសិលានោះទៅវិញផ្ទះអ្នកតានោះសង់ឡើងដោយឥដ្ឋប្រក់ក្បឿងមានបណ្ដោយ3ម៉ែត្រទៅតឹង2ម៉ែត្រ50ក្នុងខ្ទមពីខាងក្រោយមានរាងជាថ្នាក់មានកម្ពស់ទាំងអស់ចំនួន7តឹកសម្រាប់តម្កល់រូបសំណាកអ្នកតានិងអ្នកយាយរូបនោះមានរបៀបជាបុរាណវត្ថុមានរាងកំប៉ោងអង្គុយជើងម្ខាងបត់និងជើងម្ខាងបញ្ឈរជង្គង់ដៃកាន់កង្ហាធ្វើដោយដែករូបសំណាកអ្នកយាយអង្គុយបត់ជើងរូបនោះមានជើង2ពេញដោយជើងធូបមានកន្លែងបិទទៀនមានភាជន៍មួយសម្រាប់ដាក់ប្រាក់ដែលគេយកទៅថ្វាយពីខាងមុខនិងសងខាងអ្នកតាមានទង់ចងប្រជ្រៀតគ្នានិងឡងតាំងយូរជាច្រើនដែលគេយកទៅថ្វាយនៅក្បែរជញ្ជាំងមានច្រើនតែសក់ដែលអ្នកបន់គេកោរថ្វាយអ្នកតានោះមនុស្សទាំងឡាយទោះចិត្តក្តីឆ្ងាយក្តីតែងតែចូលទៅគោរពបូជាបន់ស្រន់រៀងរាល់ថ្ងៃពុំដែលខានជាពិសេសនៅចូលឆ្នាំម្ដងក្នុងរវាង3ថ្ងៃនោះនៅតាមផ្លូវពីខាងត្បូងទៅត្រពាំងស្រង់ស្ទើរតែរកដើរពុំរួចព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នារហូតដល់កំពូលភ្នំក្នុងមួយឆ្នាំគ្រាន់តែដង្វាយព្រះនិងអ្នកតានោះប្រមាណជា 4,000 ឬ 5,000 រៀលយ៉ាងតិចកាលពីឆ្នាំ 1934 រាជការបារាំងសេសបានឡើងទៅរៀបចំសិលាទៅលើភ្នំនោះបានសូមរុះរើខ្ទមអ្នកតានោះចេញលោកគ្រូចៅអធិការព្រះនាមប៉ុលក៏ព្រមអនុញ្ញាតឲ្យរុះរើប៉ុន្តែលោកឲ្យទៅនិយាយនឹងអ្នកតានោះផងគឺឲ្យរៀបចំបញ្ជាន់រូបនិយាយឲ្យគេសុខចិត្តផងទៅបានពេលនោះបារាំងសេសក៏រៀបពិធីបញ្ចូលអ្នកតានោះគេឲ្យទៅអញ្ជើញរូបដែលចូលនោះមករូបនោះនៅខាងកើតភ្នំឈ្មោះតាឯកប្រពន្ធឈ្មោះញឹកផ្ទះក្នុងសង្កាត់ស្លាក្រុងសំរោងខេត្តតាកែវក្នុងពេលបញ្ចូលនោះគេរៀបពិធីសពគ្រប់មានបាយសម្លបង្អែមចង្អាបមាន់ស្ងោរជ្រូកខ្វៃមានអុជផាវប្រអប់ប្រវែង2ម៉ែត្រលេងភ្លេងខ្មែរបុរាណភ្លេងពិណពាទ្យឆាយ៉ាំដើម្បីនឹងបញ្ចូលអ្នកតាហើយសូមរើសរើកន្លែងនោះចេញដល់អ្នកតាចូលរូបនោះបារាំងក៏ចូលជជែកជាមួយនឹងរូបបារាំងចេះភាសាខ្មែរខ្លះដែរពេលនោះបារាំងនិយាយពីពងសាវតាថាកន្លែងនេះជាដំបូលកំពែងសិលាព្រោះបន្ទាយកំពែងសិលាកើតមិនមែនអ្នកតាកើតមុនបន្ទាយកំពែងសិលាទេអ្នកតាទើបនឹងកើតក្រោយយ៉ាងពិតប្រាកដពេលនោះអ្នកតាក៏ព្រមចុះចាញ់បារាំងក៏អញ្ជើញឲ្យទៅនៅជ្រុងកំពែងខាងជើងគេនៅរៀបផ្ទះសង់វិញឲ្យបានល្អដូចដើមព្រោះហេតុនឹងហើយបានជាសប្តាហ៍ថ្ងៃនេះគេឃើញអ្នកតាកង្ហាដែកស្ថិតនៅខាងជើងវិញកន្លែងផ្ទះអ្នកតានោះក្រោយដែលរុះរើផ្ទះអ្នកតាចេញហើយបារាំងក៏រៀបចំចាក់ដីបំពេញហើយរៀបដុំថ្មដែលធ្លាក់បាក់បែកនោះដែលបានស្រួលដោយដើមឡើងវិញនៅខាងក្នុងបន្ទាយដែលមានដីដុះកម្ពស់ប្រមាណ 0.70 ម៉ែត្រក៏បារាំងឲ្យរែកដីនោះចេញអស់បានស្អាតបាតរហូតដល់សប្តាហ៍ថ្ងៃនេះមានចម្រៀងមួយបទដែលតាក់ទងនឹងអ្នកតានោះជារបៀបសំពរថាព្រះឥសូរជាកំពូលនៃទេវតាហើយនឹងអ្នកតាឈ្មោះកង្ហាដែកលោកមានឫទ្ធិពេញចម្លែកអ្នកស្រុកពឹងផ្អែកទាំងប្រុសទាំងស្រីបន្តប្រាសាទនាងខ្មៅស្រីស្រស់ស្រងៅមានឫទ្ធិចេស្តាសូមជួយខេមរានិងរក្សាផែនដី